មើលមកខ្ញុំឃើញតែភាពរឹងមាំអៅក្រៅមកល្បីបិទបាំងស្លាកស្នាមខ្ញុំឡើងពីបាតដៃទេដល់កំពូលបងប្អូននឹងច្បាស់តែចិត្តមួយនេះដូចមានរុនប្រហោងដើរលើផ្លូវកៅស៊ូតែជើងនៅញ័រកាលមុនអត់បាយតែជើងកៅស៊ូតែជើងនៅញ័រកាលមុនអត់បាយចែកគ្នាតែពីរនាក់លើមានគ្រប់យ៉ាងតែបាត់មកខាងទៀតស្នេហាដែលធ្លាប់ជឿលើខ្លាយជាពឹសវាចាក់ទំលុះឲ្យខត់ឲ្យខ្ញុំពាក់ខ្ញុំឈ្នះសង្ក្រៅខ្ញុំឈ្នះស្គ្រីមក្រៅតែចាញ់សង្គ្រាមចិត្តហេតុអ្វីបានជាស្នេហាធ្វើបាបមនុស្សខ្លាំងម្លេះវាដកដង្ហើមខ្ញុំចេញពីក្នុងទ្រូងដូចបំណៃលបែងដែលបាត់រកមិនឃើញខ្ញុំរឹងមាំចំពោះមុខគេតែទន់ជ្រាយម្នាក់ឯងស្នេហានេះសាហាវជាងសត្រូវនៅតាមផ្លូវហេតុអ្វីបានជាក្តីស្រឡាញ់ធ្វើឲ្យខ្ញុំឈឺដល់ឆ្អឹងដូចបាត់បំណែកដ៏សំខាន់បំផុតមានប្រាក់បញ្ដៃតែចិត្តទំនេរតើវាជាពរជ័យឬជាពរជ័យឬឆ្លើយមកស្នេហាហេតុអ្វីបានជាក្តីស្រឡាញ់ធ្វើឲ្យខ្ញុំឈឺរាល់ថ្ងៃរស់នៅដូចមនុស្សមិនគ្រប់លក្ខណៈសំទោសសម័យកូនធ្វើឲ្យម៉ែបារម្ភព្រោះតែស្រីម្នាក់ដែលមិនស្គាល់តម្លៃម៉ែប្រាប់ថាកូនត្រូវតែរឹងមាំតែរបួសលើកនេះវាមិនមែនជាស្នាមដៅវាមិនមែនជាបលិសដេញតាមចាប់កូនទេវាគឺជាអារម្មណ៍ដែលកូនមើលមិនឃើញគេថាខ្ញុំជាស្ដេចជាមេនៅក្នុងតំបន់តែស្ដេចមួយអង្គនេះកំពុងតែយំដូចថ្នភ្នំគេយុះពេញខ្លួនតែគ្មានអ្នកនៅក្បែរស្នេហាពិតប្រាកដគឺមានតែម៉ែម្នាក់ក្រៅពីនោះគឺសុទ្ធតែជាការសម្ដែងគេចង់បានលុយគេចង់បានភាពល្បីគេមិនចង់បានខ្ញុំដើរចេញទាំងឈឺដើម្បីរក្សាខ្លួនឯងទោះបីជាបាត់បង់បំណែកចុងក្រោយក៏ដោយហេតុអ្វីបានជាក្តីស្រឡាញ់ធ្វើឲ្យខ្ញុំឈឺដល់ឆ្អឹងដូចបាត់បំណែកដ៏សំខាន់បំផុតមានប្រាក់បញ្ដៃតែចិត្តទំនេរតើវាជាពរជ័យឬជាពរជ័យឬឆ្លើយមកស្នេហារាល់ថ្ងៃរស់នៅដូចមនុស្សមិនគ្រប់លក្ខណៈឈឺព្រោះខ្ញុំស្រឡាញ់ខ្លាំងពេកព្រោះខ្ញុំឲ្យគេគ្រប់យ៉ាងដែលខ្ញុំមានឥឡូវនៅសល់តែសម្បកខ្លួនទៅទេបំណែកដែលបាត់រកកន្លែងណាក៏មិនឃើញហេតុអ្វីបានជាក្តីស្រឡាញ់ធ្វើឲ្យខ្ញុំឈឺដល់ឆ្អឹងដូចបាត់បំណែកដ៏សំខាន់បំផុតជាពរជ័យឬជាពរជ័យឬឆ្លើយមកស្នេហាហេតុអ្វីបានជាក្តីស្រឡាញ់ធ្វើឲ្យខ្ញុំឈឺរាល់ថ្ងៃរស់នៅដូចមនុស្សមិនគ្រប់លក្ខណៈបំណែកតែបាត់រកមិនឃើញទេមែនហើយចិត្តដែលខូចជួសជុលមិនកើត